AGT យើងឲ្យឈ្មោះថា Spider SPD 1000M បាទចឹងពុកម៉ែបងប្អូនអាចមើលទៅលើលេខកូដនៃតាយ៉ូនេះហើយតាយ៉ូនេះប្រវែងវារហូតដល់1000ម៉ែត្រឯណោះចឹងល្អសម្រាប់ពុកម៉ែបងប្អូនដែលនិយមជាមួយនឹងការដាំដំណាំអលឹកបាទត្រសក់បាទប្រភេទត្រសក់ឬមួយក៏ដំណាំទូទៅដែលប្រើប្រាស់ជាមួយដំណាំបន្លែទូទៅបាទដែលប្រើប្រាស់ជាមួយនឹងប្រភេទតាយ៉ូតំណក់នេះបាទនេះគឺជាកន្លែងបច្ចៈនៅក្នុងដុំតាយ៉ូនីមួយៗហ្នឹងបងប្អូនឃើញនៅលើនេះគឺគេមានពណ៌របស់វាបាទមានពណ៌ខៀវពណ៌បៃតងនិងពណ៌ក្រហមហើយអាសញ្ញាដិតនេះគឺបច្ចៈពីប្រភេទពណ៌របស់វាបាទហើយនេះគឺជាកម្លៀតនៃប្រភេទតំណក់មួយហ្នឹងបាទន័យថានៅក្នុងពីកម្លៀតមួយពីក្បាលតំណក់មួយទៅក្បាលតំណក់មួយហ្នឹងកម្លៀតមួយទឹកពីរទឹកបីទឹកទៅតាមជំនឿរបស់ពុកម៉ែបងប្អូនដែលត្រូវការផងដែរប្រភេទតាយ៉ូរបស់ AGT គឺយើងមានជាមួយនឹងសម្បកកេសដែលរចនាតាមបែបទំនើបនេះហើយងាយស្រួលនៅក្នុងការសម្គាល់ពុកម៉ែបងប្អូនមានទំនុកចិត្តនៅក្នុងការប្រើប្រាស់ក្រៅពីតាយ៉ូដំណក់ដែលយើងឲ្យឈ្មោះថា drip tab ឬក៏តាយ៉ូដំណក់នេះគឺពុកម៉ែបងប្អូនអាចជើប្រើជាមួយនឹងប្រភេទតាយ៉ូដែលនៅខាងមុខខ្ញុំនេះទៀតគឺយើងឲ្យឈ្មោះថាតាយ៉ូសាច់បាទតាយ៉ូសាច់នេះខ្ញុំគិតថាពុកម៉ែបងប្អូនទាំងអស់គ្នាប្រកាសជាធ្លាប់ឃើញហើយនៅពេលដែលគេអូសតាយ៉ូហើយវាមានគ្រាប់ទឹកតូចវាធ្លាយចេញមកពីក្នុងតាយ៉ូតែម្ដងបាទអាហ្នឹងគេហៅថាទឹកភ្លៀងបាទដូចទឹកភ្លៀងអញ្ចឹងណាអញ្ចឹងអានេះគឺជាប្រភេទតាយ៉ូបែបហ្នឹងហើយបាទដែលយើងនាំចូលមកនេះគឺសម្រាប់ពុកម៉ែបងប្អូនដែលមានតម្រូវការជាមួយតាយ៉ូសាច់ល្អខ្លាំងសម្រាប់អ្នកដាំដំណាំបន្លែបាទល្អខ្លាំងសម្រាប់អ្នកដាំដំណាំបន្លែបាទឬក៏ដំណាំរងទូទៅដែលត្រូវការជាមួយនឹងសំណើមដីខ្ពស់ហ្នឹងគឺអាចប្រើប្រាស់ជាមួយនឹងប្រភេទតាយ៉ូសាច់យើងនេះបាទដូចគ្នាគឺសាកសម្គាល់គឺ Spider បាទ Spider គឺសញ្ញារូបពីពីងនេះតែម្ដងបាទហើយជាមួយផលិតផលរបស់ AGT គឺយើងមានសម្គាល់ជាមួយនឹងអក្សរខ្មែរគឺងាយស្រួលនៅក្នុងការស្គាល់ហើយនឹងដឹងពីវាបាទពុកម៉ែបងប្អូននៅលើកេសតាយ៉ូនេះគឺយើងមានកំណត់សម្គាល់ពីលក្ខណៈពិសេសរបស់តាយ៉ូផងដែរបាទនេះដូចខ្ញុំបង្ហាញនេះគឺតាយ៉ូនេះគឺវាមានរុនរហូតដល់5បាទអញ្ចឹង5រ៉ូនេះគឺវាមានរុន5ហើយនេះកម្រាស់ក៏ដូចជាកប់ផ្ចិតរបស់វាបាទនេះយើងឲ្យឈ្មោះថាជាភាសាអង់គ្លេសយើងហៅថា Rain Tap តាយ៉ូសាច់ទឹកភ្លៀងបាទអញ្ចឹងកុំសាក់សើក្នុងការតាក់ទងមកក្រុមការងារយើងនៅក្នុងការចុះប្រើជាមួយនឹងតាយ៉ូដែលមានគុណភាពខ្ពស់ហើយតម្លៃសមរម្យមែនតែម្ដងពីផលិតផលរបស់ AGT បាទមានទំនុកចិត្តនៅក្នុងការប្រើ